ទេសនិកជនជាទីស្នេហាកម្មវិធីព័ត៌មានរបស់យើងខ្ញុំនាងរសៀននេះថ្ងៃសុក្រទី21វិច្ឆិកាឆ្នាំ2025រឿងមានដំណឹងជាការពារសន្តិសុខជាតិស្ដាប់ធ្នាប់សុវត្ថិភាពលើសមុទ្រលោកប្រធានរដ្ឋលឿងគឿងទទួលជួបប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែកអស់ពីចិត្តជាមួយសិល្បៈជនជាតិបណ្ដាលោកគ្រូបង្រៀនភាសាបាលីទេសនិកជនជាទីមេត្រីពេលធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបកខេត្តអាំងយ៉ាងអំពីការអនុវត្តភារកិច្ចនយោបាយរបស់ខេត្តក្នុង10ខែដើមឆ្នាំលោកអគ្គលេខាបកតូឡាំបញ្ជាក់ថាអាំងយ៉ាងនឹងអះអាងនៅទីតាំងជាមជ្ឈមណ្ឌលអភិវឌ្ឍដោយរវាងរវៃមួយនៅតំបន់វាលរៀបទន្លេកេឡាពេលនេះខេត្តអាំងយ៉ាងកំពុងលេចឡើងដូចជាមជ្ឈមណ្ឌលកំណើនសំខាន់ក្នុងតំបន់ជាស្ដែងក្នុង10ខែដើមឆ្នាំនេះសេដ្ឋកិច្ចរក្សាបានលើកបឿនកំណើនសកម្មសរុបផលិតផលក្នុងខេត្ត GRDP កើន 7.85% ពលគឺខ្ពស់បំផុតក្នុងតំបន់លោកអគ្គលេខាបកទូលឹមឲ្យដឹងថាក្រោយពេលធ្វើការរួមបញ្ចូលខេត្តមជ្ឈិមសែនចាប់អារម្មណ៍ដល់ខេត្តអាំងយ៉ាងជាតំបន់ដីពោពេញដោយប្រពៃណីបដិវត្តន៍ដិតដាមដោយលក្ខណៈវប្បធម៌ណាំបូមានទីតាំងយុទ្ធសាស្ត្រសំខាន់ពិសេសជាខេត្តដើមប្រភពនៃទន្លេគូឡុងផងជាផ្លូវចេញទៅសមុទ្រខាងលិចរបស់មាតុប្រទេសផងក៏សម្គាល់ចំពោះភាពម្ចាស់ការក្នុងការអនុវត្តរាល់ភារកិច្ចក្រោយពេលភូកវឹកបានបង្កើតទម្រង់ជាតំបន់សេដ្ឋកិច្ចពិសេសលោកអគ្គលេខាបកបានលើកឡើងនៅសំណុំពររបស់ខេត្តពេលអនុវត្តទម្រង់នេះវាតម្លៃខ្ពស់ចំពោះគោលដៅធ្វើឲ្យខេត្តអាំងយ៉ាងទៅជាខេត្តអភិវឌ្ឍខ្ពស់បង្គួរក្នុងប្រទេសទាំងមូលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រថ្នាក់ជាតិដោយមហាសន្និបាតគណៈកម្មការបកខេត្តបាក់ជិញលោកអគ្គលេខាបកទូលឹមសំណុំពរគណៈកម្មការបកខេត្តអាំងយ៉ាងប្រមូលផ្ដុំកសាងបកនិងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំរក្សារឹងប៉ឹងការសាមគ្គីវិន័យក្រិតក្រមបង្កើតទម្រង់កំណើតថ្មីក្នុងបរិស្ថានអភិវឌ្ឍមានព្រៃមានភ្នំមានសមុទ្រមានព្រំដែនមានផ្ទៃដីធំខេត្តអាំងយ៉ាងត្រូវតែធ្វើរចនាសម្ព័ន្ធសេដ្ឋកិច្ចមកវិញតាមទិសដៅទំនើបខិតខំសម្រេចកម្រិតកំណើនពី 10% ឡើងទៅអភិវឌ្ឍមាំសេដ្ឋកិច្ចសមុទ្រទេសចរនិងសេវាកម្មទំនើបនវានុវត្តន៍ត្រូវតែយកតំបន់សេដ្ឋកិច្ចពិសេសភូកវឹកធ្វើជាកម្លាំងកំណើនទម្លុះទម្លាយខ្ញុំចាត់ទុកថាល្អណាស់ខេត្តអាំងយ៉ាងត្រូវតែច្បាមលើការបែងបត់តំបន់និងបែងបត់ថ្នាក់ជាតិប្រមូលផ្ដុំវិនិយោគបណ្ដាផ្លូវតភ្ជាប់លើកកម្ពស់បានទិន្នផលនិងកម្លាំងប្រជែងដើម្បីសន្សំធ្វើឲ្យអាំងយ៉ាងក្លាយជាមជ្ឈមណ្ឌលវិទ្យាសាស្ត្របច្ចេកវិទ្យាតំបន់តៃណាំបូទន្ទឹមនោះលោកអគ្គលេខាបកទូលឹមសំណុំពរខេត្តអាំងយ៉ាងត្រូវតែចាប់អារម្មណ៍អភិវឌ្ឍជាទូទៅវប្បធម៌មនុស្សអាំងយ៉ាងចាត់ទុកនេះជាគ្រឹះស្មារតីនៃការអភិវឌ្ឍជីវភាពយកចិត្តទុកដាក់ពិសេសដល់ការអប់រំនៅកោះសមុទ្រតំបន់ព្រំដែនត្រៀមបំរុងល្អឲ្យកិច្ចប្រជុំកំពូលអាប៉ិចភូកវឹកឆ្នាំ2027ខេត្តត្រូវតែគប់ផ្សំចិត្តស្និទ្ធជាមួយមជ្ឈិមនិងភូមិភាគទាំងឡាយជំរុញលបឿនកសាងបណ្ដាសំណង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តភ្ជាប់ Logistics ពាណិជ្ជកម្មសេវានិងទេសចរមុននេះលោកអគ្គលេខាបកទូលឹមបានអញ្ជើញមកថ្វាយកម្រងផ្កាអុជធូបនៅមុខរូបសំណាក់ហូទីលានហូជីមិញនៅបុជនីយដ្ឋានយុទ្ធជនពលីនិងទីបញ្ចុះសពយុទ្ធជនពលីភូកវឹកកន្លែងសម្រាប់ជាអវសានរបស់យុទ្ធជនពលីជិត 3,300 រូបសម្ដែងទឹកចិត្តដឹងគុណគោរពដឹងគុណជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញនិងការបរិច្ចាគពលីកម្មរបស់បណ្ដាវីរយុទ្ធជនពលីក្នុងការតស៊ូដើម្បីឯករាជ្យសេរីភាពការពាររឹងប៉ឹងសិទ្ធិអធិបតេយ្យភាពសមុទ្រកោះដល់ពិសិដ្ឋរបស់មាតុប្រទេសក្នុងថ្ងៃជាមួយគ្នានេះដែរលោកអគ្គលេខាបកតូឡាំលេខាគណៈកម្មាធិការបកយោធាមជ្ឈិមបានអញ្ជើញមកទស្សនានិងធ្វើការជាមួយទីបញ្ជាការប៉ូលីសសមុទ្រតំបន់4និងកងទ័ពជើងទឹកតំបន់5លោកអគ្គលេខាបកតូឡាំស្នើសរសើរកងកម្លាំងប៉ូលីសសមុទ្រវៀតណាមក្នុងនោះមានកម្មាភិបាលយុទ្ធជនប៉ូលីសសមុទ្រតំបន់4ដែលបានខិតខំការពារសិទ្ធិអធិបតេយ្យភាពនិងប្រតិបត្តិច្បាប់ស្វែងរកសង្គ្រោះការពារបរិស្ថានសមុទ្រលោកសំដៅពោឲ្យប៉ូលីសសមុទ្រវៀតណាមក្នុងនោះមានទីបញ្ជាការប៉ូលីសសមុទ្រតំបន់4តែងជ្រួតជ្រាបក្តាប់ឲ្យបានច្បាស់នៅទស្សនៈគោលការណ៍មេគានិងគោលលំនាំចង្អុលការភារកិច្ចយោធាការពារប្រទេសរបស់បកព្យាករវិតម្លៃចំស្ថានភាពធ្វើសេនាធិការតាន់ពេលនៅវិធីសាស្ត្រទប់ទល់ជាយុទ្ធសាស្ត្រព្រមទាំងបញ្ជាក់ការអនុវត្តរកវិធីសាស្ត្រការពាររឹងប៉ឹងសិទ្ធិអធិបតេយ្យភាពតស៊ូបង្ការប្រឆាំងអំពើបំពានទោសនិងបំពានច្បាប់លើសមុទ្រប្រឆាំងការទាញយកជលផលសមុទ្រខុសច្បាប់ក្នុងការអនុវត្តកិច្ចការពារសិទ្ធិអធិបតេយ្យភាពត្រូវតែជ្រាបជ្រាបនិងអនុវត្តម៉ឺងម៉ាត់តាមគោលលំនាំសតិអារម្មណ៍ចង្អុលការរបស់បកតស៊ូ
ប៉ុន្តែត្រូវតែរក្សាឲ្យបានរឹងប៉ឹងនៅផលប្រយោជន៍សំខាន់របស់ជាតិត្រូវតែប្រាជ្ញាព្យាយាមដោយប៉ិនប្រសប់អត់ធ្មត់មិនបង្ករឿងមិនចាញ់អបាយកលបង្ករឿងមិនទុកឲ្យបរទេសទន្ទ្រានមកលើកោះសមុទ្រមិនទុកឲ្យកើតមានចំនួនរសាររឹងប៉ឹងបរិស្ថានសន្តិភាពស្ថិរភាពនៅតំបន់សមុទ្រកោះរបស់ប្រទេសយើងលោកអគ្គលេខាបកតូឡាំសំដៅពោឲ្យប្រមុខផ្ដុំរប្រភពកម្លាំងសម្រាប់កសាងប៉ូលីសសមុទ្រវៀតណាមតាមទិសស្ទាត់ជំនាញបង្រួមខ្លាំងឈានឡើងទំនើបម្ចាស់ការគប់ផ្សំចិត្តស្និទ្ធជាមួយកងកម្លាំងទាំងឡាយក្នុងការអនុវត្តភារកិច្ចកសាងគណៈកម្មាធិការបកស្អាតស្អំរឹងមាំជាទូទៅជាគំរូទន្ទឹមនឹងនោះត្រូវតែម្ចាស់ការពិនិត្យមកវិញឆាប់អនុវត្តភារកិច្ចដែលបានប្រគល់អញ្ជើញមកទស្សនាកងទ័ពជើងទឹកតំបន់5លោកអគ្គលេខាបកតូឡាំស្នើសរសើរកម្មាភិបាលយុទ្ធជនដែលបានធ្វើល្អភារកិច្ចគ្រប់គ្រងការពាររឹងប៉ឹងសិទ្ធិអធិបតេយ្យភាពសមុទ្ររក្សាល្អបរិស្ថានសន្តិភាពក្នុងតំបន់សមុទ្រកោះនៅតំបន់ភាគនិរតីរបស់មាតុប្រទេសអនុវត្តល្អការផ្សព្វផ្សាយចលនានៃស្ថាតករប្រតិបត្តិល្អតាមច្បាប់ប្រឆាំងការទាញយកជលផលសមុទ្រខុសច្បាប់ពេលខាងមុខកម្មាភិបាលយុទ្ធជនតបជើងទឹកនិយាយរួមតបជើងទឹកតំបន់5និយាយដោយឡែកត្រូវតែលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នម្ចាស់ការដោះស្រាយជាជំហាននៅរាល់បញ្ហាប្រជែងដែលកើតមានពិសេសគឺនៅតំបន់ទឹកប្រវត្តិសាស្ត្រនិងតំបន់សមុទ្រជាប់ជាមួយគ្នារវាងប្រទេសទាំងឡាយលោកអគ្គលេខាបកតូឡាំសំដៅពោលថាត្រូវតែលើកកម្ពស់ប្រសិទ្ធភាពការងារកិច្ចការបរទេសក្នុងវិស័យការពារប្រទេសជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយកងទ័ពជើងទឹកនៃប្រទេសទាំងឡាយរួមចំណែកការរក្សាបរិស្ថានសន្តិភាពស្ថិរភាពលើសមុទ្រលោកសង្ឃឹមថាកម្មាភិបាលយុទ្ធជនកងទ័ពជើងទឹកនឹងបន្តការខិតខំធ្វើឲ្យបានសម្រេចជោគជ័យរាល់ភារកិច្ចដែលបានប្រគល់ធ្វើជាស្នូលក្នុងកិច្ចការពាររឹងប៉ឹងសិទ្ធិអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុប្រទេសថ្ងៃទី20វិច្ឆិកាលោកប្រធានរដ្ឋលឿងគឿងបានទទួលជួបប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែកលោក Melos Vichil ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមលោកប្រធានរដ្ឋលឿងគឿងវិតម្លៃថាដំណើរទស្សនកិច្ចនេះមានអត្ថន័យយ៉ាងសំខាន់ក្នុងពេលប្រទេសទាំងពីរអនុស្សាវរីយ៍75ឆ្នាំបង្កើតទំនាក់ទំនងការបរទេសកំពុងសកម្មអនុវត្តខ្លឹមសារក្នុងក្របខ័ណ្ឌជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលោកប្រធានរដ្ឋវិតម្លៃថាតម្លៃអាជីវកម្មរវាងប្រទេសទាំងពីរកើនឡើងយ៉ាងរហ័សប៉ុន្តែនៅមានសក្តានុពលយ៉ាងច្រើនដើម្បីជំរុញមាំថែមទៀតលោកប្រធានរដ្ឋលឿងគឿងស្នើស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរគួបផ្សំដើម្បីបង្កើតរបៀងគតិយុត្តងាយស្រួលឲ្យទំនាក់ទំនងសហប្រតិបត្តិការជំរុញមាំដោះដូរប្រតិភូគ្រប់ថ្នាក់លោកប្រធានរដ្ឋលឿងគឿងស្នើសាធារណរដ្ឋឆែកជំរុញបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាមសហភាពអឺរ៉ុបគាំទ្ររបស់គណៈកម្មាធិការអឺរ៉ុបដោះចេញនៅកាត់លឿងព្រមានចំពោះទំនិញជលផលនិរន្តរ៍របស់វៀតណាមប្រធានប្រសិទ្ធិនៃរដ្ឋសភាឆែកលោកមេលូវីស៊ីលជម្រាបជូនលោកប្រធានរដ្ឋលឿងគឿងអំពីប្រការដែលភាគីឆែកប្រកល់ជូនដល់ប្រជាជនដែលត្រូវរងអន្តរាយដោយសារភ្លៀងទឹកជំនន់នៅភូមិកណ្ដាលនៅប្រភពជំនួយមនុស្សធម៌ហើយមានបំណងឲ្យវៀតណាមឆាប់ឆ្លងផុតពីភាពលំបាកដែលគ្រោះធម្មជាតិបង្កឡើងថ្នាក់ដឹកនាំទាំងពីរអះអាងថានឹងបន្តគួបផ្សំជិតស្និទ្ធនិងគ្រប់គ្រងទៅវិញទៅមកក្នុងបណ្ដាវេទិកាពហុភាគីគ្រប់គ្រងទស្សនៈគោលជំហរដោះស្រាយបញ្ហាប្រជែងក្នុងនោះមានបញ្ហាសមុទ្រខាងកើតដោយសន្តិវិធីស្របនឹងច្បាប់អន្តរជាតិក្នុងពេលបំពេញទស្សនកិច្ចជាផ្លូវការនៅអាល់សេរីលោកនាយករដ្ឋមន្ត្រីហ្វាមិនជិនបានទទួលជួបជាមួយប្រធានាធិបតីប្រទេសនេះលោកអាប់ដេតម៉ាជីតតេពូនីលោកប្រធានាធិបតីអាដេម៉ាស៊ីតតេ4បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីផាមិនជិនចាត់ទុកដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ពិសេសក្នុងការបង្កើនកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរលោកនាយករដ្ឋមន្ត្រីផាមិនជិនថ្លែងអំណរគុណប្រធានាធិបតីនិងថ្នាក់ដឹកនាំអាសេរីដែលបានស្វាគមន៍គណៈប្រតិភូវៀតណាមយ៉ាងអលរឹកប្រកបដោយភាពកក់ក្ដៅហើយបាននាំយកវាចាសួរសុខទុក្ខស្និទ្ធស្នាលរបស់លោកអគ្គលេខាបកតូឡាំលោកប្រធានរដ្ឋលឿងគឿងនិងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមមកដល់ប្រធានាធិបតីអាដេម៉ាស៊ីតេ4លោកនាយករដ្ឋមន្ត្រីផាមិនជិនអះអាងថាស្ថិតក្នុងចំណោមប្រទេសដំបូងបង្អស់ទទួលស្គាល់រដ្ឋាភិបាលបណ្ដោះអាសន្នអាសេរីឆ្នាំ1958វៀតណាមតែងគោរពនិងមើលសំខាន់ទំនាក់ទំនងស្អិតល្មួតទឹកចិត្តមិត្តភាពដោយបងប្អូនស្មោះរវាងប្រទេសទាំងពីរបានថែបំពូនពីលទ្ធិស្នេហាជាតិស្មារតីឯករាជ្យជាតិក្តីបំណងចង់បានរស់ក្នុងឯករាជ្យសេរីភាព
វិបលភាពជាកុំភ្លេចការពិភាក្សាការងារយ៉ាងជោគជ័យរវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរនាយករដ្ឋមន្ត្រីផាមេចិនបញ្ជាក់ថាពេលវេលានិងពិភពលោកផ្លាស់ប្ដូរប៉ុន្តែប្រកាសមិនផ្លាស់ប្ដូរគឺការផ្សារភ្ជាប់រវាងប្រទេសទាំងពីរតែងរួមសុខរួមទុក្ខជាមួយគ្នាក្នុងពេលជួបភាពលំបាកបំផុតហើយពេលនេះប្រទេសទាំងពីររឹតតែត្រូវសាមគ្គីថែមទៀតដើម្បីអភិវឌ្ឍលោកប្រធានាធិបតីអាដេនម៉ាស៊ីតបញ្ជាក់នៅមនោសញ្ចេតនាល្អចំពោះវៀតណាមគឺតែងជ្រាលជ្រៅក្នុងចិត្តរបស់លោកនិងប្រជាជនអាសេរីលោកវិតម្លៃថាទំនាក់ទំនងវៀតណាមអាសេរីគឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃបានរក្សាពង្រីកបង្កើនឡើងដល់កម្រិតថ្មីហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺគ្មានដែនកំណត់ឡើយដោយទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រនាយករដ្ឋមន្ត្រីផាមិនចិនស្នើភាគីទាំងពីរឆាប់កសាងផែនការសកម្មភាពជាក់ស្ដែងអំពីសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគមានបំណងប្រធានាធិបតីអាដេម៉ាស៊ីតចង់ឲ្យការឲ្យរដ្ឋសភាអាសេរីឆាប់ផ្ដល់សេចក្ដីបានលើកិច្ចប្រឹងប្រែងជាច្រើនគាំទ្រការពង្រីកបណ្ដាគម្រោងទាញយកឆ្នៃប្រេងរ៉ែវៀតណាមនិងរួមចំណែកធានាសន្តិសុខស្បៀងឲ្យអាសេរីស្នើឲ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារប្រទេសសន្តិសុខសុខាភិបាលអប់រំវប្បធម៌ទេសចរទំនាក់ទំនងប្រជាជនព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងបណ្ដាវេទិកាពហុភាគីប្រធានាធិបតីអាសេរីយល់ស្របទាំងស្រុងនឹងសំណើរបស់នាយករដ្ឋមន្ត្រីផាមិនចិនដោយចាត់ទុកថាប្រទេសទាំងពីរនៅមានវិស័យជាច្រើនដែលអតិភិបសហប្រតិបត្តិការហើយអះអាងថាលោកនឹងចាត់អង្ការឲ្យបណ្ដាស្ថាប័នអាសេរីគប់ផ្សំជិតស្និទ្ធជាមួយភាគីវៀតណាមដើម្បីអនុវត្តមានប្រសិទ្ធភាពតាមកិច្ចសន្យានិងការប្រឹងប្រែងកម្មវិធីសហប្រតិបត្តិការឱកាសនេះលោកនាយករដ្ឋមន្ត្រីផាមិនចិននាំយកវាចាអញ្ជើញលោកអគ្គលេខាបាក់តូឡាំនិងលោកប្រធានរដ្ឋលឹងគឿងអញ្ជើញលោកប្រធានាធិបតីមកទស្សនកិច្ចវៀតណាមដែលមានលក្ខណៈពិសេសជាសាលាវិជ្ជាជីវៈការត្រៀមបំរុងបំណិនការងារឲ្យសិស្សតែជាអាទិភាពចម្បងប៉ុន្តែនៅសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកដ្ឋានអាំងយ៉ាងមានគ្រូបង្រៀនម្នាក់ដែលតែយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីជួយឲ្យសិស្សមិនត្រឹមតែពូកែអំពីវិជ្ជាជីវៈប៉ុណ្ណោះទេនៅថែមទាំងយល់និងរក្សាដើមប្រភពវប្បធម៌ទៀតផងចាប់ពីការថប់បារម្ភទាំងនោះអររយៈពេលជាច្រើនឆ្នាំមកហើយលោកគ្រូជ័យសុវណ្ណបានព្យាយាមរក្សាឋានៈសិល្បៈពិសេសយ៉ាងយកចិត្តទុកដាក់ក្រោយពីម៉ោងរៀនភ្លាមពេលដែលម៉ោងរៀនវប្បធម៌រៀនវិជ្ជាជីវៈចប់ភ្លាមនៅសាលប្រជុំសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកដ្ឋានអាំងយ៉ាងអឹងកងឡើងដោយតន្ត្រីនេះជាពេលវេលាសម្រាប់លោកជីសុវណ្ណបង្ហាញពីស្រឡាញ់ពីភាពចូលចិត្តទី2របស់ខ្លួនគឺបង្រៀនសិល្បៈរាំច្រៀងចម្រៀងខ្មែរដល់សិស្សគ្មានក្តារខៀនឬដីសថ្នាក់រៀននេះចាប់ផ្ដើមដោយការខិតខំប្រឹងប្រែងទាំងគ្រូនិងសិស្សដោយសារតែសិស្សភាគច្រើនមិនធ្លាប់ជាមួយសិល្បៈម្ល៉េះហើយលោកគ្រូត្រូវតែអត់ធ្មត់ណែនាំចលនានីមួយៗយ៉ាងម៉ត់ចត់ចាប់ពីមូលដ្ឋានគ្រឹះរហូតដល់កម្រិតខ្ពស់មុនមកខ្ញុំចូលបង្ហាត់ប្រព័ន្ធសាលាច្រៀងរំខ្ញុំរើសបទមុនរើសបទតាមចំណំពោទី1ទី2យើងរើសបទណាដូចថាឡើងឃើញចំណុចឲ្យកុសសាលាចំណុចច្រៀងទៀតហើយយើងចំណុចបង្ហាត់ទៀតហើយយើងទៅតាមភ្លេងផងដូចថាឲ្យពុកកនគេលេងភ្លេងតាមយើងតំណំពោអញ្ចឹងណាទាំងអស់ពុកកនខ្ញុំបង្ហាត់យប់ទេនោះកនសាលាប្រុសពិបាកទៀតដែលជើងរឹងយើងទាំងក្បាលទាំងដៃទាំងជើងទាំងមុខទៀតយើងបង្ហាត់យូរដែរពេលហាត់ពុតក្រោយពីម៉ោងរៀនបានคล้ายជាធ្លាប់ទៅហើយលោកគ្រូជ្រើសរើសលក្ខណៈល្អប្រពៃដែលលោកគ្រូប្រមូលបានហើយផ្ទេរបន្តទៅឲ្យសិស្សដោយត្រឹមត្រូវនិងជាប្រព័ន្ធនៅលើទីធ្លាលោកគ្រូគឺជាមនុស្សម្នាក់មឹងម៉ាត់ណាស់ការក្ររំលឹកនិងកាយតម្រូវម៉ត់ចត់ពេលខ្លះធ្វើឲ្យបងប្អូនមានសម្ពាធប៉ុន្តែនោះជាមេរៀនតែមួយគត់ដើម្បីបងប្អូនយល់និងគោរពតម្លៃនៃសិល្បៈប្រពៃណីគាត់មុនបងគាត់ចាប់ដើមរៀនខ្ញុំlàគាត់សប្បាយនឹងរៀនហើយគាត់រៀនចូលចិត្តទុកដាក់ឲ្យខ្ញុំណាហើយគាត់មានស្ដីមាននេះដែរឲ្យយើងដើម្បីឲ្យយើងចង់ចេះចង់ល្អអញ្ចឹងហើយគាត់ញ៉ាំយើងទៅ
រំនៅកន្លែងផ្សេងចឹងឃើញគិតហត់ជាងមិនតាខំប្រឹងរំឲ្យបានល្អចាបាត់គិតហាត់ឲ្យយើងរៀនល្អហាត់បានស្អាតហើយឲ្យយើងចេះដឹងពីនេះទៀតគ្រប់គេអ្នកដតីទៀតឆ្លាញ់ខាងរំហើយខាងភ្លេងទាំងឆ្នាំហ្នឹងទៀត3ឆ្នាំអរគុណគាត់តែព្រោះអីគាត់ធ្លាប់ហាត់រៀនឲ្យយើងមិនត្រឹមតែផ្ដល់បំណិនប៉ុណ្ណោះទេថ្នាក់រៀនពិសេសទាំងនេះនៅតែជាកន្លែងដែលលោកគ្រូជីសុវណ្ណបណ្ដុះក្តីមោទនភាពក្នុងចិត្តរបស់យុវជនចម្រើនវ័យក្មេងទៀតផងដូច្នេះហើយនាពេលអនាគតមិនថាពួកគេធ្វើការងារអ្វីក៏ដោយពួកគេនៅតែនាំតាមគឺស្រឡាញ់សិល្បៈដែលលោកគ្រូដ៏គួរឲ្យគោរពបានខិតខំប្រឹងប្រែងថែបំពូនការអភិវឌ្ឍអប់រំព្រះពុទ្ធសាសនានៅតាមវត្តអារាមបានប្រសង់និងអាចារ្យរក្សាអររយៈពេលជាច្រើនជំនាន់មកហើយនៅស្រុកត្រាំមានអាចារ្យជាច្រើនរូបបានបង្ហាត់បង្រៀនចំណេះដឹងបកប្រែភាសាបាលីដល់សាមណសិស្សជាយូរយារណាស់មកហើយពួកគាត់គឺជាអ្នកផ្ទេរចំណេះដឹងនិងជួយឲ្យអ្នកជំនាន់ក្រោយស្រឡាញ់មុខវិជ្ជាបកប្រែភាសាបាលីនិងបន្តការងារបង្ហាត់បង្រៀនលោកគ្រូលំលេនគឺជាគ្រូមួយរូបបង្ហាត់បង្រៀនសាមណសិស្សជាយូរឆ្នាំមកហើយនៅវត្តព្រែកអណ្ដើកក្រោយពីបានស្រាវជ្រាវស្វែងយល់អំពីភាសាបាលីមួយរយៈពេលមកលោកគ្រូបានចំណាយកម្លាំងកាយចិត្តយកចិត្តទុកដាក់ដើម្បីបង្ហាត់បង្រៀនសាមណសិស្សនិងកូនចៅមាមីងពុទ្ធបរិស័ទនៅតាមវត្តនិងភូមិឋានវត្តព្រែកអណ្ដើកណាទៅរៀននៅវត្តហ្នឹង3-4 ឆ្នាំអញ្ចឹងក៏ប្រឡងពុទ្ធិកធម្មសិក្សានឹងហើយជួយពង្រៀនលោកនៅវត្តព្រែកអណ្ដើកនោះអស់1ឆ្នាំហើយបានបញ្ជូនទៅស្រុកខ្មែរប្រទេសកម្ពុជាហ្នឹងរៀនមក4ឆ្នាំទៀតពេលដែលខ្ញុំមកនេះខ្ញុំពង្រៀនលោកខ្ញុំធ្លាប់រៀននៅសាលាវិទ្យាល័យវ៉ាងអគិនអស់25ឆ្នាំហើយខ្ញុំជួយសាលាវិទ្យាល័យចောင်းខ្ពស់ហ្នឹងនៅឃ្លាំងនោះអស់18ឆ្នាំពង្រីកប្រពៃណីបង្ហាត់បង្រៀនរបស់អ្នកចំនួនមុនក្រោយពីបួសរៀនអស់រយៈពេល12ឆ្នាំលោកដិនសាវណ្ណបានបន្តបង្ហាត់បង្រៀនបកប្រែភាសាបាលីដល់សាមណសិស្សជារៀងរាល់ឆ្នាំលោកដិនសាវណ្ណបានរ៉ាប់រងបង្ហាត់សាមណសិស្សពី2វត្តទៅ4វត្តស្មារតីបដូរផ្ដាច់មកចត់របស់លោកសាវណ្ណបានជួយឲ្យសាមណសិស្សនៅក្នុងវត្តរៀនមុខវិជ្ជាបកប្រែភាសាបាលីបានល្អជាងឆ្នាំសិក្សា2024-2025លោកគ្រូដិនសាវណ្ណបានបង្រៀនសាមណសិស្ស4វត្តភាគច្រើនបង្រៀនបកប្រែភាសាបាលីនិងថ្នាក់រៀនសម្រាប់សាមណសិស្សដែលទើបបួសថ្មីព្រះចៅអធិការវត្តបានរៀបចំកាលវិភាគសមស្របពង្រាយឲ្យស្មើមួយសប្តាហ៍ម្ល៉េះហើយលោកគ្រូសាវណ្ណងាយស្រួលក្នុងការបង្ហាត់បង្រៀនយើងចាប់សាលាក៏មិនតាន់បានយើងទៅរកការងារអីទេយើងហាត់ទៅតាមស្រុកទៅតាមភូមិហ្នឹងណាហាត់ដល់ក្មេងៗជាសិស្សានុសិស្សមិនថយក្រោយបន្តិចមកក៏លោកគ្រូតាមវត្តលោកមានការតំណែងថាបើមានពេលតំណេមកជួយបង្ហាត់បង្រៀនតាមវត្តហើយឱកាសរបស់ខ្ញុំគឺវាមានពេលខ្លះដែរអញ្ចឹងក៏ខ្ញុំឆ្លៀតអានោះថាឆ្លៀតពេលដើម្បីមកបង្ហាត់បង្រៀនដល់ព្រះសង្ឃចំណេះដឹងព្រះពុទ្ធសាសនានិយាយរួមមុខវិជ្ជាបកប្រែភាសាបាលីនិយាយដោយឡែកសំខាន់ដោយព្រះសង្ឃនិងអាចារ្យជាអ្នកបង្ហាត់បង្រៀនដល់សាមណសិស្សនេះក៏ត្រូវបានចាត់ទុកថាជាទម្លាប់ខុសត្រូវរបស់រាមច្បងណែនាំសាមណសិស្សចំនួនក្រោយคล้ายជាប្រពៃណីល្អប្រពៃនៅក្នុងវត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរនៅតំបន់វារីបទន្លេកូឡុង